លោកថាក់ស៊ីននិងលោកស្រីជីងឡាក់ពុំមានទ្រព្យសម្បត្តិឬការរកស៊ីណាមួយជាមួយកម្ពុជាទេលោកថាក់ស៊ីនស៊ីណាវ៉ាត់និងប្អូនស្រីជីងឡាក់ស៊ីណាវ៉ាត់ដែលជាអតីតរដ្ឋមន្ត្រីថៃពុំមានទ្រព្យសម្បត្តិឬការរកស៊ីជាមួយកម្ពុជានោះទេនេះបើតាមការបញ្ជាក់របស់សម្ដេចតេជោហ៊ុនសែនប្រធានព្រឹទ្ធសភាកម្ពុជានៅថ្ងៃទី15ខែកញ្ញាសម្ដេចតេជោហ៊ុនសែនបានបង្ហោះវីដេអូជាខ្លឹមសារដែលលើកបណ្ដាញសង្គម Facebook ក្រោយសម្ដេចតេជោទើបឃើញសារព័ត៌មានចុះផ្សាយថាលោកថាក់ស៊ីនមានទ្រព្យសម្បត្តិនៅកម្ពុជានិងដែលអាជ្ញាធរកម្ពុជាត្រៀមបង្កទ្រព្យសម្បត្តិទាំងនោះសម្ដេចតេជោបញ្ជាក់យ៉ាងដូចនេះថាទោះខ្ញុំនិងឯកឧត្តមថាក់ស៊ីនមានបញ្ហាជាមួយគ្នាក៏ដោយក៏ខ្ញុំត្រូវមានការទទួលខុសត្រូវរក្សានូវភាពស្អាតស្អំរបស់លោកអាដាមថាក់ស៊ីនផងដែរសម្ដេចបានសរសេរពង្យល់ថាមិនថាឯកឧត្តមថាក់ស៊ីនឬលោកជំទាវជីងឡាក់ពុំមានទ្រព្យសម្បត្តិឬការរកស៊ីណាមួយជាមួយកម្ពុជានោះទេពេលឯកឧត្តមថាក់ស៊ីនឬជីងឡាក់មកកម្ពុជាគឺប្រើប្រាស់រថយន្តរបស់ខ្ញុំទាំងអស់បង្ហាញថាថាក់ស៊ីនគ្មានទ្រព្យសម្បត្តិណាមួយនៅកម្ពុជានោះឡើយខ្ញុំគួរបញ្ជាក់ថាឯកឧត្តមថាក់ស៊ីននិងខ្ញុំមិនដែលបានពិភាក្សាគ្នារឿងធ្វើអាជីវកម្មរកផលចំណេញខាងសេដ្ឋកិច្ចសម្រាប់បុគ្គលឬគ្រួសារនោះទេសម្ដេចបញ្ជាក់បន្ថែមប្រសិនសារព័ត៌មានបែបនេះចេញពីកម្ពុជាសម្ដេចតេជោបានស្នើសុំឲ្យបញ្ឈប់ជាបន្ទាន់ដែលជាសាររបស់យើងត្រូវរក្សានូវភាពថ្លៃថ្នូរមិនកុហកភូតភរមួបង្កាច់ប្រឌិតរឿងខុសទេប្រសិនបើរឿងនេះចេញពីប្រទេសថៃត្រូវទុកឲ្យអាជ្ញាធរថៃជាអ្នកដោះស្រាយ